ខ្ញុំក៏ធ្វើការប្តីខ្ញុំក៏ធ្វើការកូនខ្ញុំក៏ធ្វើការតែនៅតែរលុយមិនសល់គិតទៅធ្វើការមួយគ្រួសារធ្វើការទាំងអស់គ្នាតែនៅតែមិនសល់លុយបាទតើបងប្អូនប្រមាណអ្នកខ្លះដែលធ្វើការទាំងប្តីទាំងប្រពន្ធទាំងកូននិយាយរួមទៅមកគ្រួសារដោយភរិយារបស់ខ្ញុំនិយាយថាធ្វើការទាំងអស់គ្នាប៉ុន្តែអត់សល់លុយថាគេទៅគេអត់មានការងារធ្វើអាចចំណែកឯងនេះមានការងារធ្វើមកគ្រួសារហើយនៅតែមិនសល់លុយសល់តែបំណុលឥឡូវហ្នឹងវេទនាបាទស្មុគស្មាញពិបាកចិត្តមិនដឹងថាដោះស្រាយយ៉ាងម៉េចមែនដែរឬទេបើសិនជាស្ថិតនៅក្នុងចំណុចនេះសូមបងប្អូនធ្វើការខមមិនប្រាប់ខ្ញុំផងដើម្បីខ្ញុំបានដឹងខ្ញុំនឹងតាក់ទងទៅនឹងនិយាយអំពីដំណើរការក្នុងការដោះស្រាយតែម្ដងបាទប៉ុន្តែមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឈើស្រីពួកយើងធ្លាប់ជាប់បំណុល$40000នៅឆ្នាំ2015យើងបានខ្ចីគេ$5000ទៅបើកធ្វើលក់ម៉ាស៊ីនត្រជាក់អាជីវកម្មមួយលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រៃសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅប៉ុន្តែជាអកុសលមិនបានជោគជ័យអ្វីនោះទេក៏យើងខ្សែធនបិទអាជីវកម្មនឹងត្រឡប់ទៅវិញហើយយើងសល់បំណុលក៏យើងប្រឹងប្រែងបន្តទៅមុខទៀតធ្វើអាជីវកម្មផ្សេងនៅឆ្នាំ2019គាំងខ្លាំងដល់ថ្នាក់រត់ចោលស្រុកការរត់ចោលស្រុករបស់យើងគឺសម្រាប់ចាត់ថារត់ទៅធ្វើការជាពលករចំណាក់ស្រុកនៅក្នុងប្រទេសថៃគំនិតរបស់យើងដំបូងហ្នឹងក៏យើងគិតថាទៅព្រោះយើងនៅនេះគាំងហើយចាំយើងសល់លុយសល់កាក់ចាំយើងត្រឡប់មកវិញសងគេរួចប៉ុន្តែជាអកុសលបានទៅហើយទៅធ្វើហើយវាមិនស្រួលដូចអ្វីដែលយើងរំពឹងគិតនោះទេអញ្ចឹងក៏យើងពិបាកក៏យើងត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញក៏យើងទទួលបានការជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូស៊ីសុផលលោកគ្រូស៊ីសុផលជាបុគ្គលម្នាក់ដែលបានជួយយើងក្នុងការដោះបំណុល$40000ក្នុងពេលតែមួយខែទេដែលយើងជាប់គាំង5ឆ្នាំនឹងអញ្ចឹងហើយពេលដែលយើងបានដោះស្រាយរួចគាត់ក៏បានប្រាប់ទៀតថាសវុតឯងនិងក្រុមគ្រួសារចែករំលែកជួយទៅដល់មនុស្សដទៃទៀតទៅចងក្រងធ្វើជាសុភៅទៅបាទដើម្បីឲ្យអ្នកដទៃទៀតបានដឹងពីដំណោះស្រាយដោយបុតឯងដែរអញ្ចឹងក៏យើងសម្រេចចិត្តធ្វើតាមគាត់អញ្ចឹងមកដល់សប្តាហ៍ថ្ងៃនេះមានបងប្អូនជាច្រើនដែលបានយករូបមន្តក្បួនរបស់យើងទៅយកទៅមើលយកទៅធ្វើក៏ឃើញថាបានដំណោះស្រាយបាទអញ្ចឹងបើសិនជាបងប្អូនចង់ឃើញលម្អិតចុចចូលទៅក្នុង link Telegram មួយដើម្បីស្ដាប់សម្ដីពិតៗរបស់បងប្អូនយើងដែលគាត់ជាប់គាំងហើយក្រោយមកគាត់ក៏បានយករូបមន្តក្បួនរបស់យើងទៅគាត់ចែករំលែកគាត់សប្បាយចិត្តគាត់បានដឹងពីដំណោះស្រាយទាំងអស់នោះបាទអូខេអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញថាគេទៅគេអត់មានការងារធ្វើបាទចំណែកយើងវិញធ្វើការទាំងក្រុមគ្រួសារនៅតែពិបាកទៀតហើយមិនសល់លុយបើជាសល់បំណុលជាប់គាំងរាប់ឆ្នាំអញ្ចឹងខ្ញុំបាននិយាយនៅក្នុងវីដេអូជាច្រើនដែលនិយាយអំពីស្ថានភាពជំងឺឲ្យតែឈឺចុកពោះយើងនឹងទៅទិញថ្នាំឈឺក្បាលវាអាចជាបានទេមានថាយើងលេបថ្នាំខុសហើយលោកគ្រូពេទ្យបាទគាត់និយាយថាពេលដែលចុកពោះគឺវាមានឫសគល់វាមិនមែនសុកចុកតែម្ដងទេបាទអញ្ចឹងយើងត្រូវដឹងថាឫសគល់នោះយើងចុកដោយសារអីអញ្ចឹងដូចគ្នាការទៅធ្វើការច្រើនអ្នកឬក៏ការទៅធ្វើការឲ្យច្រើនមុខវាមិនមែនជាថ្នាំដែលត្រឹមត្រូវសម្រាប់ការឲ្យសល់លុយទេអញ្ចឹងមានមនុស្សជាច្រើនបូករួមទាំងខ្ញុំដែរយល់ច្រឡំថាកាលណារលុយបានច្រើននឹងអាចសល់លុយបានច្រើនបង្កើតមុខរបរឲ្យច្រើនគឺនឹងសល់លុយអាចដោះបំណុលមានសេរីភាពប៉ុន្តែជាក់ស្ដែងមិនមែនទេបាទខ្ញុំធ្លាប់ជួបហើយមានបងប្អូនខ្លះប្តីក៏ធ្វើអាជីវកម្មប្រពន្ធក៏ធ្វើអាជីវកម្មអ្នកខ្លះទៀតបើកដល់ក្រុមហ៊ុននោះប្រពន្ធកាន់ក្រុមហ៊ុនមួយប្តីកាន់ក្រុមហ៊ុនមួយចឹងទៅប៉ុន្តែនៅតែជាប់គាំងបញ្ហាផ្នែកលុយនឹងតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការពិភាក្សាជាមួយខ្ញុំបន្ថែមតាក់ទងមកខ្ញុំបានតាមរយៈលេខ0966630080គត់តាក់ទងមកឥឡូវនេះតាម Telegram មួយនេះយើងនឹងទៅចែកគ្នាពីដំណោះស្រាយអញ្ចឹងសម្រាប់វីដេអូនេះសូមអរគុណកុំអស់សង្ឃឹមរឿងបំណុលយើងមានដំណោះស្រាយបាទ